ការសិក្សាជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារគឺជាជំនាញមួយដែលត្រូវនឹងទីផ្សារខ្ពស់ខ្លាំងមែនទែននៅពេលដែលបងប្អូនរៀនជំនាញការដំឡើងបណ្ដាញអគ្គិសនីនេះចប់បងប្អូនអាចធ្វើការងារជាច្រើនដូចជាការគ្រប់គ្រងប្រព័ន្ធអគ្គិសនីនៅក្នុងអគារការរត់រយោការពុតរយោការតេស្តកំហូចនៅពេលដែលមានការឆ្លងចរន្តអគ្គិសនីផ្សេងការរត់បណ្ដាញខ្សែនៅក្នុងអគារបងប្អូនអាចកណនាទំហំ D សំទ័រទៀតផងដែរដោយដែលបងប្អូនបានដឹងបច្ចុប្បន្ននេះនៅក្នុងប្រទេសយើងជាប្រទេសដែលកំពុងអភិវឌ្ឍដូច្នេះហើយត្រូវការជាងដែលគាត់មានជំនាញច្បាស់លាស់ហើយមួយទៀតក្រុមហ៊ុនធំជាច្រើនគាត់ត្រូវការជាងដែលមានជំនាញច្បាស់លាស់នៅក្នុងការតបណ្ដាញអគ្គិសនីក្នុងអគារដើម្បីឲ្យពួកគាត់ទៅធ្វើការនៅក្នុងការដ្ឋានរបស់ពួកគាត់ដោយដែលយើងបានដឹងនៅពេលដែលយើងមានសំណង់អគារមួយយើងត្រូវការជាងដែលគាត់ធ្វើការតបណ្ដាញអគ្គិសនីក្នុងអគារពីព្រោះថានៅក្នុងអគារត្រូវការមានចរន្តអគ្គិសនីដូចជាមានភ្លើងមានការដេកភ្លើងខាងក្នុងការតអគ្គិសនីផ្សេងហើយបើសិនជាគេរើសយកជាងដែលអត់មានជំនាញច្បាស់លាស់ទៅធ្វើការងារនោះអញ្ចឹងធ្វើឲ្យអគាររបស់ពួកគាត់នឹងក៏អស្ថិរភាពដែរមានន័យថារស់នៅដោយអត់មានភាពងាយស្រួលមានហានិភ័យខ្ពស់ពួកអីជាងគាត់អត់មានជំនាញច្បាស់លាស់នៅពេលដែលបងប្អូនរៀនជាមួយនឹងជំនាញការតបណ្ដាញអគ្គិសនីក្នុងអគារនៅសាលា NPIC ឬក៏សាលាកូរ៉េបងប្អូនទទួលបាននៅជំនាញមួយច្បាស់លាស់ហើយថែមទាំងទទួលបាននៅប្រាក់ឧបត្ថម្ភ 28,000 រៀលក្នុងមួយខែទៀតនៅក្នុងលក្ខខណ្ឌដែលបងប្អូនមានបានក្រីក្រឬក៏បានងាយរងហានិភ័យតំណែងនៅក្នុងការចោះឈ្មោះចូលរៀនជំនាញបណ្ដាញអគ្គិសនីក្នុងអគារបងប្អូនគ្រាន់តែធ្វើការតំណែងតាមលេខទូរស័ព្ទ3ខ្សែខាងក្រោមនេះឬក៏បងប្អូនអាចធ្វើការមកដល់ទីតាំងសាលាផ្ទាល់តែម្ដងគឺនៅភូមិព្រៃពពែលសង្កាត់សំរងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ